ดคล้วนมนุษย์จำนวน10នាក់ក្នុងនោះមានម្ចាស់ទីតាំង2នាក់ប្តីប្រពន្ធតែសង្ស័យថាលួចផ្ដល់ទីតាំងលួចលាក់ឲ្យអនិច្ចជនមើលរឿងអេសអាភិសនិងធ្វើការរួមភេទនៅក្នុងទីតាំងនោះក្រោយពីមានការប្តឹងនិងរាយការណ៍ពីប្រជាពលរដ្ឋថាមានក្មេងប្រុសស្រីជាច្រើនអ្នកកិច្ចពីសាលាប្រមូលផ្ដុំគ្នានៅទីតាំងមួយកន្លែងចេញចូលនិងបិទទ្វារចិត្តនាថ្ងៃទី21ខែឧសភាឆ្នាំ2026វេលាម៉ោង 11:00 នាទីក្រុមការងារគណៈបញ្ជាការឯកភាពក្រុងសែនសុខដឹកនាំដោយលោកផ្ដាច់សីហាអភិបាលរងក្រុងសែនសុខនិងមានការសម្របសម្រួលដោយលោកលីគឹមសៀនព្រះរាជអាជ្ញារងសាលាដំបងរាជធានីភ្នំពេញបានចុះត្រួតពិនិត្យរដ្ឋបាលផ្ទះលេខ60/68ផ្លូវ10ម៉ែត្រថ្មីបុរីពិភពថ្មីសែនសុខភូមិបាយ៉ាសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរាជធានីភ្នំពេញជាក់ស្ដែងទីតាំងទី1ផ្ទះលេខ60មានបន្ទប់ចំនួន3និងទីតាំងទី2ផ្ទះលេខ68មានបន្ទប់ចំនួន4ក្នុងអំឡុងពេលចុះត្រួតពិនិត្យរដ្ឋបាលនៅផ្ទះលេខ60ជាន់ទី1ឃើញមានមនុស្សប្រុសស្រីចំនួន2នាក់ជាអនិច្ចជនដោយសង្ស័យថាម្ចាស់ទីតាំងខាងលើបានផ្ដល់ទីតាំងដល់អនិច្ចជនរួមភេទដូច្នេះក្រុមការងារគណៈបញ្ជាការឯកភាពក្រុមសែនសុខបានឃាត់ខ្លួនមនុស្សទាំងអស់ចំនួន10នាក់បានសួរក្រោយពីសួរនាំរួចគណៈវិទ្យាការឯកភាពខណ្ឌសែនសុខក៏បានប្រគល់មនុស្សទាំង10នាក់ខាងលើមកការិយាល័យជំនាញដើម្បីអនុវត្តតាមនីតិវិធីច្បាប់